ថ្ងៃនេះយើងមករៀនពាក្យមួយចំនួនពីភាសាអង់គ្លេសអំពីពាក្យមួយចំនួនគឺ accomplish chore និង prevent ពាក្យទី1គឺ accomplish មានន័យថា to successfully complete or achieve something usually after a lot of hard work បកប្រែខ្មែរគឺសម្រេចបានឬធ្វើបានជោគជ័យ Example If we work together we can accomplish our goal បើយើងធ្វើការរួមគ្នាយើងអាចសម្រេចបាននូវគោលដៅរបស់យើងពាក្យទី2គឺ chore វាមានន័យថា a routine task especially a household one like cleaning or washing dishes វាមានន័យថាការងារប្រចាំថ្ងៃជាពិសេសការងារផ្ទះដូចជាបោសសម្អាតឬលាងចានបកប្រែខ្មែរគឺការងារផ្ទះការងារប្រចាំថ្ងៃដ៏គួរឲ្យធុញ Example Washing the dishes is my least favorite household chore ការលាងចានគឺជាការងារផ្ទះដែលខ្ញុំមិនចូលចិត្តបំផុតចំណែកពាក្យចុងក្រោយគឺ prevent មានន័យថា to stop something from happening or to stop someone from doing something វាមានន័យថាបញ្ឈប់មិនឲ្យអ្វីមួយកើតឡើងឬរារាំងនរណាម្នាក់មិនឲ្យធ្វើអ្វីមួយបកប្រែជាខ្មែរមានន័យថាការពារឬទប់ស្កាត់ Example Wearing a seatbelt can prevent serious injuries in an accident ការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអាចការពាររបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍សូមអរគុណសម្រាប់ការទស្សនាប្រសិនបើពេញចិត្តវីដេអូបង្រៀនបែបនេះសូម comment ថា Yes ក្រុមហ៊ុនរបស់ Tech មានលក់ computer, laptop, mini PC និងគ្រឿងសង្ហារិមជាច្រើនផ្សេងទៀតបើសិនជាបងប្អូនត្រូវការសូមទៅណែនាំតាមវីដេអូសារខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនា